អញមេឃហ្នឹងនៅឯណាឲ្យប្រកាសដូច្នេះថៃកំពុងតែធ្វើស៊ីអារម្មណ៍កម្ពុជាមែនតើហើយនៅក្នុងន័យនេះគឺបានន័យថាសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរនេះគឺហៅលែងលឺហើយតើយើងមានសុវត្ថិភាពមកពីណាបងប្អូននៅពេលដែលមានយន្តហោះប្រដេញរបស់គេចូលជ្រៅនិយាយទៅវាចូលដល់បេះដូងរូងយកថ្លើមប្រមាត់របស់កម្ពុជាបាត់ហើយយើងអត់មានអីប្រយុទ្ធតទល់នឹងគេបានផងហ្នឹងវាដែនអធិបតេយ្យរបស់យើងចូលជ្រៅបែបនេះតើថៃមានហេតុផលអីដែលហ៊ានទម្លាក់គ្រាប់ចូលជ្រៅដល់នៅក្នុងដីខ្មែរហើយបើតាមក្រសួងការពារជាតិមិនមែនទម្លាក់តែគ្រាប់ធម្មតាទេគឺគ្រាប់បែកចង្កោមទៀតដែលជាឥឡូវថាអាទន្ទ្រានឈ្លានពានប្រើយន្តហោះប្រដេញចូលទម្លាក់គ្រាប់នៅក្នុងដីខ្មែរវារំលោភច្បាប់អន្តរជាតិមួយបែបហើយតែដល់អាទម្លាក់គ្រាប់បែកចង្កោមវាខុសមួយបែបទៀតហើយទម្លាក់នៅលើភូមិឋានប្រជាពលរដ្ឋស៊ីវិលខុសមួយបែបទៀតនិយាយទៅគឺខុសជាន់ខុសតើបានន័យថាយ៉ាងម៉េចតើថៃហេតុអីបានចាញ់ជាយន្តហោះរបស់កូរ៉េខាងត្បូងទៅវិញនៅពេលដែលប្រើ Fighter Jet របស់អាមេរិកញាប់ស្អែកប្រហែលថ្ងៃអត់ឈប់សោះ10ថ្ងៃជាងហើយ15 16ថ្ងៃហើយខ្ញុំមិនមានព័ត៌មានអីដើម្បីបកស្រាយអំពីភាពប្រហើនផ្ដេសផ្ដាស់របស់ថៃបានទេថៃចង់បើថៃមានគ្រាប់បរិមាណណូមស្រួលយកមកទម្លាក់ទៀតក៏មិនដឹងព្រោះអីអត់មានគោរពអីផងហ្នឹងដូច្នេះថៃប្រើយន្តហោះបដិញស្អីក៏ថៃអត់មានឈឺក្បាលហាលថ្ងៃដែរប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ហ្នឹងគឺអញ្ចេះប្រតិកម្មរបស់ប្រជាពលរដ្ឋយើងច្រើនណាស់មួយរយៈពេលចុងក្រោយនៅពេលដែលរដ្ឋាភិបាលកម្ពុជាដែលជាម្ចាស់ផ្ទះមានសិទ្ធិស្របច្បាប់នៅក្នុងការប្តឹងទៅរដ្ឋាភិបាលអាមេរិកឬក៏ប្តឹងទៅរដ្ឋាភិបាលស៊ុយអែតឬក៏ប្តឹងទៅរដ្ឋាភិបាលអ៊ីស្រាអែលតាក់ទងនឹងការប្រើសពាវុធរបស់ប្រទេសទាំងនេះខុសច្បាប់រំលោភក្នុងដែនអធិបតេយ្យរបស់កម្ពុជាប៉ុន្តែរដ្ឋាភិបាលកម្ពុជាម្ចាស់ផ្ទះខ្លួនឯងខកខានមិនបានប្តឹងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីអត់សម្រាប់ដៃទេបាតកម្មមុខទូតផងបាតកម្មមុខសេតវិមានផងក្រសួងការបរទេសផងធ្វើញ៉ាត់តាមអនឡាញផងគឺដូចភ្លៀងរលឹមហើយសស្រាក់សស្រាំណាស់ជាពិសេសបងប្អូនខ្មែរនៅក្រៅប្រទេសបងប្អូនខ្មែរនៅក្នុងស្រុកក៏មានសេចក្តីក្លាហានធ្វើតវ៉ាមុខទូតអាមេរិកមុខអីនឹងដែរតាក់ទងនឹងការដែលទាមទារឲ្យអាមេរិកឈប់ប្រើឬក៏ដាក់ទណ្ឌកម្មថៃពីរឿងការប្រើ F16 ហ្នឹងអាចបានផលខ្លះដែរបងប្អូនទើបថៃរៀងកុំឲ្យថាវាអាក្រក់មើលខ្លាំងពេកអញ្ចឹងយកយន្តហោះរបស់កូរ៉េខាងត្បូងមកម្ដងមើលទុកយន្តហោះ F16 មិនមែនបានន័យថាឈប់ប្រើយន្តហោះ F16 ទេបងប្អូនកំពុងតែពង្រៀងដើម្បីឲ្យវិលវក់ខ្មែរយើងមិនដឹងប្តឹងទៅណាឲ្យប្រកាសទេឥឡូវប្តឹងទៅអាមេរិកអត់ទាន់បានផលអីទុកអា F16 មករយៈចេញអាFighter Jet របស់កូរ៉េខាងត្បូងមកទៀតអីអញ្ចឹងទៅធ្វើឲ្យយើងនឹងចាប់ផ្ដើមវល់អញ្ចឹងតិចទៀតទៅយើងនឹងប្តឹងគ្រប់ពិភពលោកឲ្យតែប្រទេសផ្ដល់អាវុធទៅដល់ថៃឬក៏យ៉ាងម៉េចបាទត្រូវតែធ្វើតែអញ្ចឹងវាអត់មានរឿងអីត្រូវនេះហ៎ប៉ុន្តែខ្ញុំនៅតែគិតថាអ្វីដែលបងប្អូនប្តឹងតវ៉ាអីហ្នឹងអាចបានផលខ្លះដែរបានជាថៃចាប់ផ្ដើមចេញអាវុធយុទ្ធភ័ណ្ឌឬក៏យន្តហោះបដិញរបស់កូរ៉េខាងត្បូងឥឡូវកូរ៉េខាងត្បូងត្រូវប្រឈមនឹងប្រតិកម្មរបស់ខ្មែរយើងនៅក្រៅប្រទេសទៀតដែរប៉ុន្តែប្រតិកម្មនេះគួរតែចេញពីរដ្ឋាភិបាលកម្ពុជាមុនគេត្រូវតែមានភាពក្លាហាននៅក្នុងការសរសេរលិខិតថ្កោលទោសតវ៉ាទៅរដ្ឋាភិបាលកូរ៉េខាងត្បូងភ្លាមថាសុំឲ្យដោះស្រាយមើលតាក់ទងនឹងកិច្ចព្រមព្រៀងក្នុងការលក់សពាវុធឲ្យប្រទេសថៃដែលយកមកឈ្លានពានកម្ពុជាបងប្អូនលិខិតនេះអត់ចាំបាច់សួរអត់ចាំបាច់ពិគ្រោះអត់ចាំបាច់សិក្សាផ្លូវច្បាប់អីទាំងអស់ព្រោះអ្នកណាក៏មើលឃើញដែរថាអាវុធយុទ្ធភ័ណ្ឌដែលទិញបានពីប្រទេសយៈណាក៏ដោយគោលការណ៍នៃការទិញអាវុធយុទ្ធភ័ណ្ឌគឺដើម្បីការពារខ្លួនបានន័យថាការពារនៅពេលដែលមានយន្តហោះប្រដេញកម្ពុជាហោះចូលក្នុងដែនអធិបតេយ្យរបស់ថៃទៅរករឿងថៃមុនឧទាហរណ៍យើងយកយន្តហោះហ្នឹងមកប្រដេញមកចាប់មកទម្លាក់មកបាញ់អីចឹងទៅនៅក្នុងដែនអធិបតេយ្យរបស់ថៃព្រោះយន្តហោះកម្ពុជាហោះចូលដែនអធិបតេយ្យរបស់ថៃឬយន្តហោះភូមាឬយន្តហោះរបស់ឡាវអីចូលទៅបាញ់ទម្លាក់ទៅអាហ្នឹងគឺជាសិទ្ធិការពារខ្លួនស្របច្បាប់អត់ខុសអីទេព្រោះមានប្រទេសដទៃឈ្លានពានប្រើយន្តហោះប្រដេញទៅទម្លាក់គ្រាប់ឬក៏ប៉ះពាល់ដល់សុវត្ថិភាពដែនអាកាសរបស់ថៃតែនេះគឺអត់មានយកមកប្រើដើម្បីដោះស្រាយដែនអាកាសរបស់ថៃព្រោះកម្ពុជាអត់មានយន្តហោះប្រដេញទេកម្ពុជាអត់មានមួយគ្រឿងសោះតែម្ដង
សំបីអាសំណាញ់មេឃហ្នឹងក៏មកដល់មកហ្នឹងក៏យើងអត់ឃើញយើងអាចសន្មត់ថាអាចទុកប្រើសម្រាប់ការពារទួលកសាំងឬក៏អត់មានតែម្ដងឬក៏យ៉ាងម៉េចក៏យើងអត់ដឹងដែរព្រោះអីអាហ្នឹងគ្រាន់តែកម្ពុជាមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការប្រើសំណាញ់មេឃឬក៏ប្រើអីក៏ដោយឲ្យតែមានបើមានយន្តហោះប្រដេញនេះក៏អាចឡើងទៅបាញ់កំទេចយន្តហោះប្រដេញរបស់ថៃចូលក្នុងដែនអធិបតេយ្យកម្ពុជាដោយអត់មានបញ្ហាអីទាំងអស់ព្រោះយើងដើម្បីការពារខ្លួនក្នុងន័យបែបនេះយន្តហោះប្រដេញនេះប្រើអត់ខុសច្បាប់ទេក៏ប៉ុន្តែនេះគឺថៃប្រើខុសច្បាប់ទាំងស្រុងបំពេញធម្មនុញ្ញអង្គការសហប្រជាជាតិបំពេញច្បាប់អន្តរជាតិបំពេញច្បាប់គ្រប់បែបយ៉ាងទាំងកិច្ចសន្យាព្រមព្រៀងទិញអាវុធនឹងទៀតប៉ុន្តែកម្ពុជាអត់តវ៉ាទៅភាគីដែលប្រើយន្តហោះនេះសោះហើយអ្វីដែលខកខានធំបំផុតគឺរដ្ឋាភិបាលកម្ពុជាអត់ប្តឹងសហរដ្ឋអាមេរិកពីរឿង F16 មានដែរឃើញគណៈកម្មការសិទ្ធិមនុស្សរបស់លោកកែវរេមីរបស់រដ្ឋាភិបាលកម្ពុជានឹងប្តឹងទៅអង្គការសិទ្ធិមនុស្សស៊ុយអែតឯណោះវិញអត់បានសរសេរទៅរដ្ឋាភិបាលស៊ុយអែតដើម្បីឲ្យគេដោះស្រាយយើងទៅប្រាប់អង្គការសង្គមស៊ីវិលដែលអត់មានឥទ្ធិពលអីសោះយើងទៅដោះស្រាយអានេះដូចថាពេលដែលមានចំនួនរវាងដៃជនដៃដល់នឹងយើងជាជនរងគ្រោះយើងអត់ព្រមទៅប្តឹងជនដៃដល់ហ្នឹងទៅយើងទៅប្តឹងអ្នកចិត្តខាងឬក៏អ្នកភូមិផងលបងជាមួយណាជួយផ្ដាំផ្ញើទៅប៉ុន្តែអាយន្តការ direct ផ្ទាល់ទៅតុលាការទៅអីយើងអត់ធ្វើអានេះហើយដែលធ្វើឲ្យយើងចេះតែឆ្ងល់ថារដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើអីសប្តាហ៍ថ្ងៃនេះគាត់ធ្វើអីគេលបែងអីគេឲ្យប្រកាសខ្ញុំអត់យល់ដែរឥឡូវនេះយើងសង្ឃឹមថាពួកគាត់នឹងដោះស្រាយបញ្ហាឬក៏បញ្ហាការទូតនឹងវាចាក់ស្រេះពេកមិនហ៊ានទៅរករឿងស៊ុយអែតមិនហ៊ានទៅរករឿងអាមេរិកជ្រុលមាត់នឹងសរសើរលោកត្រាំរឿងសន្តិភាពអីទៅរករឿងគាត់រឿងអាកភ្លើងឬក៏សពាវុធដែលយកមកទម្លាក់សម្លាប់ទាហានខ្មែរពលរដ្ឋស៊ីវិលហ្នឹងវាដូចជាអៀនមាត់ដែរព្រោះសរសើរបិតាសន្តិភាពស្រាប់អ្នកសន្តិភាពហ្នឹងគឺប្រើអាសពាវុធរបស់អាមេរិកហ្នឹងឲ្យថៃខ្ចីដៃយកមកទម្លាក់សម្លាប់ខ្មែរតើបានសន្តិភាពមកពីណាឬក៏យ៉ាងម៉េចប៉ុន្តែបងប្អូនចែកឲ្យដាច់រវាងសន្តិភាពនិងរវាងទុកបុកម្នេញឬប្រជាពលរដ្ឋយើងនឹងទាហានយើងនេះហើយនឹងការឈ្លានពាននៅដែនអធិបតេយ្យរបស់យើងនេះអត់មាននរណាម្នាក់រួចខ្លួនទេហើយត្រូវតែហ៊ានតវ៉ាទៅគេអត់មានទុកឲ្យនរណារួចខ្លួនទាំងអស់ឥឡូវខ្ញុំនិយាយថាអាយន្តហោះរបស់កូរ៉េខាងត្បូងហ្នឹងគឺជាការពិតរដ្ឋាភិបាលកម្ពុជាត្រូវសរសេរលិខិតកោតទោសរដ្ឋាភិបាលកូរ៉េខាងត្បូងហើយយើងដឹងហើយគេផ្ដាល់ជំនួយផ្ដាល់អីកិច្ចសហប្រតិបត្តិការរកស៊ីអីយោហៅអត់អីទេប៉ុន្តែកុំលាយក្រូចនឹងប៉មល្អគេជួយយើងអរគុណគេប៉ុន្តែគេសម្លាប់យើងអត់អាចអរគុណគេឲ្យបំភ្លេចអាគុណឬក៏ដោយសារគុណគេដែលជួយយើងទឹកជំនន់ឬក៏មានបញ្ហាអីហ្នឹងយើងបិទមាត់អត់អាចធ្វើអញ្ចឹងកើតទេនេះគឺជារឿងទឹកនឹងប្រេងក្រូចនឹងប៉មសនឹងខ្មៅអាក្រក់នឹងល្អនរុអវជ័យនឹងឋានសួគ៌គឺយើងអយុត្តិធម៌និងយុត្តិធម៌គឺចែកគ្នាឲ្យដាច់ភឹងអត់មានរឿងត្រូវលំបានទេប៉ុន្តែយ៉ាងណាក៏ខ្ញុំកោតសរសើរលោកកែវរេមីដែរថ្ងៃនេះក៏គាត់មិនខុសពីសពមួយដងដែរខ្ញុំនិយាយទៅចេះតែសរសើរលោកកែវរេមីនឹងបងប្អូនមួយចំនួនតែដូចជក់មាត់ពេកហើយលោកកែវរេមីនឹងធ្វើការឲ្យរដ្ឋាភិបាលទេណាគឺជាអ្នកក្រុមមនុស្សរបស់រដ្ឋាភិបាលដែលរំលោភសិទ្ធិមនុស្សនៅកម្ពុជាយ៉ាងរង្គាលដែរទេកុំញាប់មាត់ពេកប៉ុន្តែខ្ញុំដូចថាខកខានមិនបានសរសើរគាត់មិនបានហ្នឹងដោយសារអីពេញចិត្តនឹងសារលិខិតរបស់គាត់ដែលកោលទោសគេរាល់តដងហ្នឹងអ្វីដែលគាត់សរសេរហ្នឹងគឺពេញចិត្តដោយសារអីជាអ្នកដែលដឹងច្បាប់អន្តរជាតិជាអ្នកដែលដឹងធម្មនុញ្ញអង្គការសហជាតិជាអ្នកចេះច្បាប់សិទ្ធិមនុស្សសកលយ៉ាងពេញទំហឹងជាបញ្ញវន្តខ្មែរដែលគួរឲ្យគោរពនៅពេលគាត់សរសេរបែបហ្នឹងយើងចំពោះខ្ញុំគឺមានសេចក្តីទុកចិត្តថាយើងមានបញ្ញវន្តយើងមានអ្នកចេះដឹងច្រើននៅក្នុងជួររដ្ឋាភិបាលកម្ពុជាហើយអញ្ចឹងបានខ្ញុំចេះតែសរសើរហ្នឹងព្រោះសរសើរហ្នឹងចេះថ្ងៃនេះគាត់សរសេរសេចក្តីថ្លែងការណ៍មួយគឺនិយាយអំពីការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើកម្ពុជាគឺជាអក្រិតកម្មនៃការឈ្លានពានអក្រិតកម្មសង្គ្រាមអក្រិតកម្មប្រឆាំងមនុស្សជាតិនិងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរអ្វីដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចំណោះឲ្យរដ្ឋាភិបាលដឹកនាំដោយលោកកែវរេមីលើកឡើងអំពីអង្គហេតុនៃបទល្មើសនេះណាគឺជាភស្តុតាងយ៉ាងប្រឆាំងនៅក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ព្រំប្រទានអន្តរជាតិព្រោះអី
បទអក្រិតនៃការឈ្លានពានបានន័យថា crime of aggression គឺជាបទអក្រិតរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិគឺជាក្របខ័ណ្ឌតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បទល្មើសអក្រិតកម្មសង្គ្រាម war crime បានន័យថាជាបទអក្រិតដែលមានចែងនៅក្នុងលក្ខន្តិកៈក្រុងរ៉ូមដែលជាសមត្ថកិច្ចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិបទអក្រិតប្រឆាំងនឹងមនុស្សជាតិ crimes against humanity គឺជាធាតុផ្សំនៃបទល្មើសដែលមានចែងនៅក្នុងលក្ខន្តិកៈក្រុងរ៉ូមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិដែរនិងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរគឺជាការរំលោភអនុសញ្ញាក្រុងហ្សឺណែវដែលជាលក្ខន្តិកៈក្រុងរ៉ូមក៏ចែងអំពីបទល្មើសជាធាតុផ្សំដែលតុលាការព្រហ្មទណ្ឌអន្តរជាតិយកមកជំនុំជម្រះទោសដែរអញ្ចឹងអ្វីដែលលោកកែវរមីលើកឡើងជាអង្គហេតុសុទ្ធតែធាតុផ្សំនៃបទល្មើសក្នុងការដែលប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យទទួលខុសត្រូវបានគ្រប់ម៉ាត់គាត់សរសេរអញ្ចេះគាត់ថាគណៈកម្មការសិទ្ធិមនុស្សកម្ពុជាធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃដោយប្រើប្រាស់សពាវុធធុនធ្ងន់យន្តហោះចម្បាំង F16 និង T50 TH នាវាចម្បាំងការប្រើប្រាស់ផ្សែងពុលគ្រាប់បែកចង្កោមមកលើទីតាំងភូមិសាស្ត្រដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅខេត្តបន្ទាយមានជ័យពោធិ៍សាត់ឧត្តរមានជ័យបាត់ដំបងព្រះវិហារនិងកោះកុងជាក់ស្ដែងត្រឹមថ្ងៃទី24ខែធ្នូប្រជាពលរដ្ឋស៊ីវិលបានស្លាប់21នាក់និងរងរបួស83នាក់ជនភៀសសឹកកើនឡើងដល់ជាង600,000នាក់និងសេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លិចបំផ្លាញរួមមានផ្ទះប្រជាពលរដ្ឋប្រាសាទបុរាណអគារឯកជនអគារស្នាក់នៅសន្តាគារស្ថានីយ៍ប្រេងឃ្លាំងទិញដំឡូងឃ្លាំងទំនិញបង្គោលអង្តែនទូរស័ព្ទសាលារៀនមជ្ឈមណ្ឌលសុខភាពអគាររដ្ឋវត្តសាលាឆទៀនស្ពានផ្សារផ្លូវរថយន្តនិងម៉ូតូទាំងអស់ប៉ះពាល់ទាំងអស់ហើយដឹងអ្វីដែលគាត់ធ្វើគាត់ដាក់ថាចុងក្រោយគាត់ដាក់ចេះគាត់ថាគណៈកម្មាធិការសិទ្ធិមនុស្សនឹងដាក់ញត្តិបន្ថែមទៀតបាទដាក់ញត្តិដាក់ទៅ 5,000 ញត្តិទៀតក៏បានដែរលើកករណីអំពើព្រៃផ្សៃនឹងយងក្នុងរបស់រដ្ឋាភិបាលនិងយោធាថៃប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវនិងភាគីពាក់ព័ន្ធដទៃទៀតឲ្យថ្កោលទោសដាក់សម្ពាធនិងចាត់វិធានការគ្រប់យន្តការជាបន្ទាន់និងមើងម៉ាត់ព្រមទាំងទាមទារឲ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ហើយញត្តិទាំងនេះគឺជាឯកសារយោងដ៏សំខាន់សម្រាប់ការពិភាក្សាក្នុងកិច្ចប្រជុំនៃយន្តការសិទ្ធិមនុស្សនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងយន្តការតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីការដែលភាគីថៃបំពានមកលើប្រទេសកម្ពុជាមកគឺថាអស្ចារ្យគឺម៉ាត់ណាក៏ប្តឹងម៉ាត់ណាក៏ដាក់ញត្តិម៉ាត់ណាក៏ថ្កោលទោសដែរប៉ុន្តែក្នុងចុងក្រោយគាត់អំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិអង្គការសហប្រជាជាតិអង្គការសិទ្ធិមនុស្សអន្តរជាតិតំបន់ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ឲ្យប្រើប្រាស់គ្រប់យន្តការនិងសម្ពាធផ្សេងបង្ខំឲ្យប្រទេសថៃបញ្ឈប់ភ្លាមនៅទង្វើឈ្លានពានប្រើកម្លាំងយោធានិងការបាញ់ប្រហារលើប្រជាពលរដ្ឋស៊ីវិលនិងការធានាឲ្យបាននៅការទទួលខុសត្រូវចំពោះអ្នកដែលបានប្រព្រឹត្តអំពើរំលោភបំពានទាំងនេះហើយគណៈកម្មាធិការសិទ្ធិមនុស្សរបស់លោកកែវរេមីនឹងក៏និយាយថាសូមបញ្ជាក់ជាថ្មីថាសន្តិភាពសុវត្ថិភាពនិងការគោរពសិទ្ធិមនុស្សមិនអាចកើតមានបានឡើយក្រោមជំរឿសនៃការប្រើប្រាស់សពាវុធនិងអំពើហិង្សាហើយទង្វើរំលោភច្បាប់អន្តរជាតិណាមួយត្រូវតែបានថ្កោលទោសយ៉ាងដាច់អហង្ការនិងដោយដោះស្រាយដោយយុត្តិធម៌ដើម្បីការពារសន្តិភាពតំបន់និងពិភពលោកគណៈកម្មាធិការសិទ្ធិមនុស្សបន្តតាមដានកត់ត្រានិងរាយការណ៍យ៉ាងពេញលេញអំពីការរំលោភសិទ្ធិទាំងនេះអស្ចារ្យណាស់លោកកែវរេមីបាទមានតែថ្កោលទោសមានតែជូនដំណឹងមានតែអីប៉ុណ្ណឹងឥឡូវបាត់ល្មើសមានអស់ហើយចោះតឡាការយុតិធធអន្តរជាតិឬព្រំតនអន្តរជាតិនឹងឲ្យគេធ្វើអីឲ្យគេទំនេរដល់ពេលណាទៀតខ្ញុំកំពុងតែឆ្ងល់ហេតុអីក៏មិនដាក់ពាក្យប្តឹងភ្លាមទៅហើយនៅក្នុងនៃសេចក្តីថ្លែងការណ៍របស់គាត់ពីទំព័រហ្នឹងអត់មានចំណុចណាមួយដែលគាត់ថានឹងប្តឹងទៅតុលាការនេះសោះឬក៏ដាក់ប្តឹងឬក៏ជូនដំណឹងទៀតដោយអ្វីដែលរដ្ឋាភិបាលធ្លាប់ធ្វើអារឿងថាជូនដំណឹងទៅ ICJ ហើយអត់ព្រមដាក់ពាក្យប្តឹងយ៉ាងហោចណាស់បើថាមិនចាំបាច់ជូនដំណឹងអីក៏គាត់គួរតែដាក់ពាក្យប្តឹងតាន់ក្តៅព្រោះគេរំលោភបំពានបែបនេះទៅអំពាវនាវឲ្យអង្គការសហជីវជាតិសហគមន៍អន្តរជាតិនឹងទៅសុំភ្លើងយ៉ាក់ដល់ពេលណាទៀតព្រោះគេអត់ទាំងស្ដាប់យើងផងហ្នឹង
សហគមន៍អន្តរជាតិលែងមានទឹកមាត់ប្រៃអីទៀតហើយអង្គការសហជីវជាតិខ្លួនឯងនេះក៏លែងមានទឹកមាត់ប្រៃអីដែរខ្ញុំនិយាយនេះគឺមិនមែនបានន័យថាបន្តិចប្រអាក់មិនឲ្យរាយការណ៍ទៅគេជូនដំណឹងទៅគេទេបន្តធ្វើទៀតប៉ុន្តែស្ថាប័នអស់ទាំងនេះគឺជាស្ថាប័នពិបាកនឹងទុកចិត្តទៀតហើយតាំងពីមានសង្គ្រាមនៅអ៊ុយក្រែននិងរុស្ស៊ីមកគឺយើងឃើញស្ថាប័នមួយនេះគឺចុះខ្សោយមែនតើក៏ប៉ុន្តែមិនមែនពឹងគេមិនបានទេនៅតែពឹងក្នុងន័យជារដ្ឋាភិបាលស្របច្បាប់គឺយើងត្រូវដាក់គេហៅសេចក្តីថ្លែងការណ៍ថ្កោលទោសឬក៏ដាក់ញត្តិនឹងដើម្បីឲ្យមានជាផ្លូវការប្រាប់ថាកម្ពុជាបដិសេធជំទាស់ឬក៏ថ្កោលទោសអីអញ្ចឹងទៅឲ្យមានជាឯកសារគតិយុត្តល្អហើយក៏ប៉ុន្តែរឿងដែលបន្ទាន់គឺបិទល្មើសជាក់ស្ដែងមនុស្សស្លាប់21នាក់នឹងអត់ទាន់គិតពីទាហានរាប់សិបនាក់ដែលស្លាប់នៅក្នុងសមរភូមិផងចោះប្រជាពលរដ្ឋភូមិឋានដែលខូចខាតនេះតើពេលណាដើម្បីយើងដាក់បាត់ល្មើសជាក់ស្ដែងបែបនេះហើយការលើកមុនក្រសួងការពារជាតិអ្នកស្រីម៉ាលីសុជាតាដែលគ្រាន់តែជាក្រសួងការពារជាតិសោះដែលមិនមែនជាគណៈកម្មការសិទ្ធិមនុស្សផងគាត់និយាយថាកំពុងតែប្រមូលភស្តុតាងឥឡូវគណៈកម្មការសិទ្ធិមនុស្សខ្លួនឯងអត់មានប្រើពាក្យថាប្រមូលភស្តុតាងដើម្បីដាក់ប្តឹងថ្ងៃណាអត់មាននិយាយអីទាំងអស់ផ្ទុយទៅវិញនៅក្នុង Facebook របស់លោកកែវរេមីបែរជាលោកដកស្រង់clear មួយដែលអត់មានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ទេក៏ប៉ុន្តែក្រៅសេចក្តីថ្លែងការណ៍ជាផ្លូវការហ្នឹងប្រហែលជាលោកថ្លែងទៅអ្នកណាអត់ដឹងទេគាត់សរសេរអញ្ចេះគាត់យកមកស្រង់នៅក្នុងកណនី Facebook គាត់ដាក់អញ្ចេះក្រោយពីការទម្លាក់គ្រាប់បែកដោយប្រើយន្តហោះ F16 ជាបន្តបន្ទាប់នឹងទេ50រហូតដល់ថ្ងៃទី24ខែធ្នូនេះគឺយើងមានភស្តុតាងរឹងមាំហើយសម្រាប់ប្តឹងទៅ ICC ស្ដីពីបទអក្រិតកម្មសង្គ្រាមអក្រិតកម្មបល័យពូជសាសន៍ណែវាទៅជាអញ្ចេះទៅវិញហើយអាហ្នឹងមិនដឹងថាសម្ដីហ្នឹងគឺជាសម្ដីរបស់គាត់ព្រោះគាត់អត់មានដាក់នៅក្នុងវងកញ្ចក់ឬដាក់អីទៅដកស្រង់មកពីណាសេចក្តីថ្លែងការណ៍របស់គាត់ពីទំព័រអត់មាននិយាយពីរឿងប្តឹងរឿងអីហ្នឹងមួយម៉ាត់សោះតែដល់ពេលហើយនៅក្នុងសេចក្តីដែលដកស្រង់មកឆ្កុយអត់ដឹងមានប្រភពពីណាគាត់យកមក share នៅក្នុង Facebook របស់គាត់យ៉ាងហោចណាស់ក៏ដាក់ថានេះគឺជាសម្ដីរបស់ខ្ញុំដែលនិយាយអញ្ចឹងថ្ងៃនេះជាមួយកាសែតនេះអីក៏អត់មានគាត់និយាយដាក់ដកស្រង់ដាច់ឆ្កុយមកអញ្ចឹងមកហើយទៅថាភ័ស្តុតាងរឹងមាំសម្រាប់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ស្ដីពីបទអក្រិតកម្មសង្គ្រាមត្រូវព្រោះអីអក្រិតកម្មសង្គ្រាមកន្លែងនេះគាត់និយាយ3ចំណុចអក្រិតកម្មសង្គ្រាមអក្រិតកម្មឈ្លានពាននិងអក្រិតកម្មប្រឆាំងមនុស្សជាតិប៉ុន្តែក្នុងពេលហ្នឹងទៅដាក់រឿងអក្រិតកម្មបល័យពូជសាសន៍ឯណានោះទៅវិញនៅក្នុង clear នៅក្នុងកណនី Facebook របស់គាត់ហ្នឹងនិយាយត្រូវ10ចំណុចអស់ហើយហ្នឹងស្រាប់ដល់ពេលទៅដកស្រង់សម្ដីមិនដឹងថាសម្ដីគាត់ឬអីឲ្យប្រកាសតកតងរឿងប្តឹងនេះអត់មានទៅនិយាយខុសអង្គហេតុឯណាទៀតទៅអក្រិតកម្មបល័យពូជសាសន៍ឯណាអក្រិតកម្មបល័យពូជសាសន៍នៅកន្លែងណាដែលថាថៃគេចាប់ផ្ដើមវាយសន្ធាប់ដើម្បីរំលាយជាតិសាសន៍ខ្មែរហ្នឹងគេដាក់គោលការណ៍គេឯណាដែលចេញបាត់ល្មើសមកខុសហើយទៅយកគាត់ទៅ quote ខ្ញុំឃើញពាក្យនេះគឺមាននៅក្នុងសារព័ត៌មានមួយដែលដកស្រង់ហើយថាលោកកែវរេមីនិយាយប៉ុន្តែយើងអត់បានឮសំឡេងគាត់មែនតើព្រោះអីនៅក្នុងសេចក្តីថ្លែងការណ៍នេះអត់មាននិយាយរឿងទៅប្តឹងតុលាការព្រហ្មទណ្ឌអន្តរជាតិសោះហើយបើប្តឹងមែនខ្ញុំពិតជាពេញចិត្តរីករាយនឹងជួយផ្សាយ